ការបើកបរលើផ្លូវសម័យឥឡូវមនុស្សសាហាវណាស់ហើយភាគច្រើនគឺគេមានកំភ្លើងរឿងរ៉ាវនេះបានកើតឡើងថ្មីនៅក្នុងរដ្ឋ Nevada ដោយក្មេងប្រុសម្នាក់ឈ្មោះ Brandon អាយុ11ឆ្នាំគាត់អង្គុយនៅកៅអីខាងក្រោយប៉ុន្តែគាត់នេះបែរជាត្រូវគ្រាប់កំភ្លើងមកគ្រាប់ចំក្បាលរបស់គាត់បាត់បង់ជីវិតតែម្ដងដោយសារតែឪពុកចុងរបស់គាត់នេះបានឆ្លោះគ្នាជាមួយនឹងបុរសម្នាក់ឈ្មោះ Tyler ឪពុកចុងម្នាក់នេះគាត់ឈ្មោះ Valentine Valentine នេះគឺគាត់បានបើកឡាននៅព្រឹកថ្ងៃសុក្រហ្នឹងដើម្បីជូន Brandon ទៅសាលាប៉ុន្តែនៅពេលដែលគាត់ព្យាយាមឡើងលើ highway គាត់បែរជាប៉ះជាមួយនឹងឡានមួយទៀតដែលបើកបរដោយ Tyler ហ្នឹងនៅពេលដែលគាត់ព្យាយាមបើកបរទៅគាត់បែរជារបៀបដូចថាអញផ្លូវអញចាឆ្លោះគ្នាចឹងទៅ Tyler នេះបែរជាវ៉ានៅខាងស្ដាំប៉ុន្តែមិនមែនស្ដាំមានផ្លូវទេគេហៅថា shoulder ចាផ្លូវតែសម្រាប់ដូចជាឡានខូចឬក៏ប៉ូលីសអីឈប់ទេ Valentine ហើយនឹង Tyler នេះបើកបង្អួចមកក៏ចាប់ផ្ដើមឆ្លោះគ្នានៅពេលដែលឆ្លោះគ្នាទៅ Tyler នេះបានដកកំភ្លើងរបស់ខ្លួនបាញ់មកគ្រាប់មកលើឡានរបស់ Valentine នឹងព្រោះអីឡានទាំងសងខាងវាលឿនមែនទេពេលបាញ់មកមិនត្រូវ Valentine ណាវាទៅជាត្រូវក្រោយណាវិញពេលដែលត្រូវក្រោយហ្នឹង Valentine នេះគាត់បានឃើញកូនប្រុសរបស់គាត់នេះបែរជាសុទ្ធតែឈាមគាត់ក៏បានឈប់ឡានតបមក Taylor នេះក៏បានឈប់ឡានដែរនៅពេលដែលឈប់ឡានទៅនេះអ្វីគឺវាហួសពេលបាត់ហើយដល់ពេលប៉ូលីសមកដល់ Taylor នេះបាននិយាយថា I shot at him, bro. You shot at him? I didn't know. In the back. Roll medical. Can you? ខ្ញុំពិតជាបានដកកំភ្លើងបាញ់មែនប៉ុន្តែខ្ញុំមិនដឹងទេតែក្នុងឡានហ្នឹងមានក្មេងប្រុសនៅក្នុងហ្នឹងអត់សំខាន់ថាក្នុងឡាននឹងគ្មានក្មេងប្រុសឬមិនមានក្មេងប្រុសសំខាន់យើងអត់មានសិទ្ធិដកកំភ្លើងបាញ់រះលើទីសាធារណៈអញ្ចឹងឯងចុះបើអត់ត្រូវឡានមួយនឹងទៅត្រូវឡានផ្សេងតែគ្នាអត់មានដឹងអីសោះនេះតើគិតយ៉ាងម៉េចដល់ពេលអញ្ចឹង Tyler នេះគឺគេចាប់ចូលពន្ធនាគារបន្ទាប់មកឡើងតុលាការបាននិយាយថា Tyler នេះគឺត្រូវបានចោទប្រកាន់ពីបទសម្លាប់ Brandon គឺគេហៅ first degree murder មានន័យថាអាចជាប់គុកអស់មួយជីវិតចា៎ខ្ញុំចង់និយាយថាបើមានការអីនៅលើផ្លូវមិនបាច់ធ្វើអីច្រើនទេបងប្អូនសុំតែសក់រៀងខ្លួនទៅការសម័យឥឡូវគឺមានក្មេងគ្រោះថ្នាក់ច្រើនណាស់ដោយសារតែឪពុកម្ដាយដែលជាអ្នកបើកឡាននេះឆ្លោះជាមួយឡានមួយទៀតបន្ទាប់មកអាឡានមួយទៀតហ្នឹងគេមានកំភ្លើងដកមកបាញ់ចាពេលដែលបាញ់កំពុងបើកបរទោះវាតម្រង់មកយើងវាមិនអាចត្រូវយើងទេឡានលឿនរៀងខ្លួនវាទៅត្រូវអ្នកក្រោយនោះហើយអ្នកក្រោយភ័យចានគឺសុទ្ធតែជាក្មេងៗដោយ Brandon នេះអញ្ចឹងគាត់ទៅរៀនធម្មតាសោះនេះបែរដូចជាទៅស្លាប់បងប្អូនចាដោយសារអីដោយសារតែឪពុកចុងរបស់គាត់ហើយនឹង Tyler អ្នកបើកនេះអត់មានការយោគយល់លើផ្លូវម្នាក់សិតតែខ្លាំងដូចគ្នាហើយពេលឥឡូវមានណាក្មេងប្រុសបាត់បង់ជីវិតអនាគតហើយទឹកចិត្តម្ដាយនេះគាត់ឈឺណាស់បងប្អូនចាហើយបន្តមក Tyler នេះមានណានៅសក់អាយុទៅ23 24ឆ្នាំចូលគុកចាប្រហែលជាប់គុកអស់មួយជីវិតទៀតអនាគតមនុស្ស2-3នាក់គឺវាខូចអស់លីងដោយសារអីដោយសារតែការខឹងមួយឆាវចាលោះឲ្យបើកបរបើថាវាជន់ទៅណាឲ្យវាទៅមុនទៅចាមិនបាច់កាងជាមួយគេទៀតទេជាពិសេសយើងមានកូនមានអីនៅក្នុងឡាននេះចាអូយសុំខ្លាចហ្មងមនុស្ស